ចាប់ផ្ដើមរឿងឡើងអឹមស៊ីក៏បានប្រកាសថាសល់តែ 4000 ម៉ែត្រទៀតទេពួកគេនឹងទៅដល់ទីហើយក៏ស្រីប្រកាសបន្ថែមទៀតថាចៃរ៉ូគឺនៅតែជាលេខ1ហើយអឹមស៊ីក៏បញ្ជាក់ទៀតថា2000 ម៉ែត្រខាងមុខទៀតនឹងទៅដល់កសិដ្ឋានមួយហើយមុនទៅដល់កន្លែងកសិដ្ឋានហ្នឹងគឺពួកគេត្រូវចុះពីលើភ្នំសិនដែលផ្លូវរៀបគឺរៀបដល់ថ្នាក់ពួកគេត្រូវតែបន្ថយល្បឿនបើសិនជាបន្ថែមល្បឿនគឺអាចនឹងធ្វើឲ្យសេះដួលហើយកម្លាំងដែលសេះខំរត់មក 11000 ម៉ែត្រនេះគឺវានឹងខាត់បង់ហើយនៅពេលដែលជិតទៅដល់ភ្នំអឹមស៊ីក៏បានប្រកាសថាកុំភ្លេចឲ្យពួកគេនឹងគឺមើលជើងសេះរបស់ខ្លួនបានល្អផងកាត់មកការបណ្ណាំងរបស់ផូកូនិងចៃរ៉ូវិញដែរផូកូគឺទៅតែដេញតាមចៃរ៉ូរហូតតែវាក៏ធ្វើឲ្យចៃរ៉ូបារម្ភបន្តិចបន្តួចផងដែរប៉ុន្តែគាត់ក៏គិតវិញថាប្រហែលជាមិនអីទេព្រោះថាគាត់មិនបានធ្វើកំហុសអ្វីឡើយនៅក្នុងការបណ្ណាំងក្នុងព្រៃហើយក៏បានលួងសេះខ្លួនថាកុំបារម្ភនៅខាងក្រៅអីព្យាយាមប្រមូលធម្មពលរបស់ឯងទៅនៅពេលដែលយើងផុតពីកសិដ្ឋាននេះយើងនឹងបុកស្ទុះឲ្យលឿនហើយផូកូក៏ភ័យដែរខ្លាចថាខ្លួននឹងគឺមិនអាចដាមទាន់ចៃរ៉ូតែគាត់និយាយលួងខ្លួនឯងវិញថាមិនអីទេខ្ញុំគឺមានសំណាងមួយក្នុងចំនួន50លាននាក់ឯណោះហើយក៏បាននិយាយថានៅពេលដែលយើងផុតពីកសិដ្ឋាននេះយើងនឹងអាចធ្វើអ្វីគ្រប់យ៉ាងនៅពេលដែលឯងមានកម្លាំងគ្រប់គ្រាន់ឯងនឹងអាចធ្វើអ្វីបានគ្រប់យ៉ាងលឿននោះស្រាប់តែមានអ្វីមួយដែលវាមកហៅផូកូហើយក៏ប្រាប់គាត់ថាគឺឲ្យផូកូចងចាំថាគឺសត្វគោគឺវាមានសត្វគោឯផូកូលឺអញ្ចឹងគឺឆ្ងល់មែនតើហើយក៏មិនដឹងដែរថារបស់ហ្នឹងគឺជាស្អីគេមិនក៏ប្រាប់គាត់អញ្ចឹងហើយរបស់ស្អីហ្នឹងក៏បានតោងជើងរបស់សេះផូកូឡើងមកហើយបានប្រាប់ផូកូថាឯងមិនអាចធ្លាក់ទៅលើក្នុងសេះបានទេឯផូកូវិញគាត់គិតថាប្រហែលជាខ្លួនស្វាងភ្នែកហើយបានឃើញរបស់អញ្ចឹងនិយាយរួចវាក៏ហក់ឡើងមកតោងគោរបស់ផូកូតែម្ដងហើយវាក៏បានប្រាប់ផូកូថាឯងមិនបាច់បារម្ភទេឯងគឺជាបរិសុទ្ធសំណាងមួយក្នុង50លាននាក់មិនបាច់បារម្ភពីការចុះភ្នំទេទៅឲ្យលឿនទៅកុំខ្វល់អីឯងនឹងឈ្នះឯងគឺជាបរិសុទ្ធសំណាងឯងនឹងអាចយកឈ្នះគាត់បានដែលនេះគឺជា stand របស់ផូកូដែលបានលឺstand នឹងវានិយាយចឹងហើយផូកូក៏ចាប់ផ្ដើមមានភាពជឿជាក់ខ្លាំងជាងមុនហើយផូកូក៏បានស្រែកឌឺទៅចៃរ៉ូថាហេអាមួយនៅមុខគេហើយធ្វើបានតែប៉ុណ្្នឹងទេមែនហើយចាំមើលនៅពេលដែលអញបានទៅមុខឯងអញនឹងមិនឲ្យហែងបានមកមុខអញទៀតទេឮចឹងចៃរ៉ូក៏អត់ចើក៏និយាយឌឺវិញថាហើយនិយាយគេហើយនិយាយដាក់គួតអញនឹងគួតអញមិនចេះស្ដាប់ផូកូក៏និយាយថាហើយគួរតែជិះចេញទៅកុំឲ្យខ្មាស់គេជាងនឹងទៀតនិយាយហើយផូកូបោកសេះខ្លួនយ៉ាងលឿនដែលបុកចៃរ៉ូហើយធ្វើឲ្យចូនីដែលនៅពីក្រោយក៏អាចមើលឃើញភ្ញាក់ផ្អើលនឹងការបុករបស់នឹងស្ទួះរបស់ផូកូហើយអឹមស៊ីក៏ស្រែកប្រកាសថាអស្ចារ្យណាស់លេខ777បានបុកចៃរ៉ូនឹងបានឆ្លងផុតខ្លាយទៅជាអ្នកលេខ1ហើយដែលឈ្មោះរបស់គាត់គឺផូកូឡូខូហើយដោយសារតែការបុកនឹងក៏បានធ្វើឲ្យអ្នកដទៃទៀតតាមមកតន់ចៃរ៉ូផងដែរហើយក៏មានអ្នកជាច្រើនទៀតដែលមកពីក្រោយចៃរ៉ូផងដែរដែលផូកូគឺសប្បាយចិត្តមែនទែននៅពេលដែលបានឆ្លងចៃរ៉ូអឹមស៊ីបានប្រកាសថាវាគឺបទដ្ឋានណាដែលផូកូបានជីសេះរបស់ខ្លួនចុះទៅលើភ្នំយ៉ាងល្បឿនលឿនយ៉ាងនេះដែលធ្វើឲ្យចៃរ៉ូគិតថាអាម្នាក់នេះប្រហែលជាមានសមត្ថភាពពិសេសអីហើយព្រោះថានៅក្នុងព្រៃក៏វាបានធ្វើរឿងអស្ចារ្យអញ្ចឹងដែរហើយចៃរ៉ូក៏បានគិតក្នុងចិត្តថាបើសិនជាផូកូបានទៅដល់កសិដ្ឋានយ៉ាងជោគជ័យជាមួយនឹងចម្ងាយបែបនេះនៅពេលដែលចុះទៅដល់ភ្នំតើគាត់អាចនឹងតាមទាន់ល្បឿនរបស់ចៃរ៉ូដែរឬទេនឹងហើយដោយសារតែមានអ្នកជិះមកពីក្រោយចៃរ៉ូច្រើនពេកដែលធ្វើឲ្យពួកគេបានបុកគ្នារីឯអ្នកខ្លះទៀតធ្លាក់ពីលើក្នុងសេះត្រូវអ្នកដទៃជាប់តែផូកូឡូខូវិញគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយក៏ស្រែកថាពួកយើងគឺសំណាងខ្លាំងណាស់បានប្រាប់សេះខ្លួនថាគឺឲ្យទៅមុខបន្តទៀតទៅគឺមិនអីទេគឺវាមានសុវត្ថិភាពទៅចុះប៉ុន្តែនិយាយមិនទាន់ដឹងអីផងស្រាប់តែផូកូក៏បានធ្លាក់ទៅលើក្នុងសេះដួលពពកពេញហ្នឹងឃើញដូចនោះចៃរ៉ូសប្បាយចិត្តរីកខ្លាំងព្រោះថាខ្លួនអាចឆ្លៀតឱកាសទៅមុខបានប៉ុន្តែពេលនោះចៃរ៉ូក៏ចាប់អារម្មណ៍ឃើញថាផូកូគឺមិនមែនដួលទេគឺគាត់កំពុងជិះអីមួយហើយយើងក៏ឃើញថាផូកូគឺកំពុងជិះសាកសពគោដែលនៅសល់តែឆ្អឹងចុះទៅលើភ្នំហើយចៃរ៉ូក៏បានគិតថាប្រហែលជាអាម្នាក់នេះគឺបានគិតរឿងទាំងអស់ហ្នឹងហើយវាគ្រាន់តែធ្វើល្ងងតែប៉ុណ្ណោះហើយក៏បាននិយាយទៀតថាអាម្នាក់នេះគឺពិតជាសត្រូវដ៏គួរឲ្យខ្លាចពិតមែនចៃរ៉ូបានឃើញថាសេះរបស់ផូកូគឺនៅលើខ្នងរបស់សត្វគោហ្នឹងគឺវាអត់ធ្វើអីសោះគឺវាកំពុងតែសម្រាកចឹងមកន័យថាបើសិនជាផូកូគឺចុះទៅដល់ក្រោមភ្នំគឺវានឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រណាំងទៅមុខទៀតប៉ុន្តែចៃរ៉ូនឹងមិនធ្វើឲ្យរឿងនឹងកើតឡើងបាននោះទេហើយក៏បានទាញ steel ball របស់ខ្លួនហើយក៏និយាយថាអញគឺមិនឲ្យឯងជិះក្នុងសត្វគោដែលងាប់ចឹងទេព្រោះថានេះគឺជាការប្រណាំងសេះរួចក៏
បានគប់ទៅចាញ់ថ្មមួយហើយក៏បាននិយាយថាតោះធ្វើឲ្យថ្មមួយនេះបាញ់ឈប់វាបានហើយដោយសារតែគប់ចឹងក៏បានប៉ះទៅដល់ Sandman ដែលនៅទៅពីលើនឹងហើយក៏ធ្វើឲ្យ Sandman ធ្លាក់ចុះមកផងដែរតែ Sandman បានហក់ចុះពីលើថ្មនោះហើយក៏បានរត់បន្តទៅមុខទៀតដែល MC ក៏ស្រែកឆ្ងល់ថាអាប៉ែននេះណាគេមិនបានរត់ផ្ទាល់ជើងចឹង MC ក៏ប្រាប់ទៅទស្សនិកជនថាគាត់គឺ Sandman បើយោងតាមក្រដាស់ចុះឈ្មោះរបស់គាត់ហើយ Johnny វិញគាត់មានអារម្មណ៍ថាគឺស្ដាយក្រោយមែនទែនដែលគប់ថ្មនឹងធ្លាក់មកឲ្យ Sandman ចុះមកដែរ